càng nghe đại nè tầng ở kia cặp bông tại thưa việc cặp bông tại rồi luôn từ một hơi hay liệp thông nó có bị chật lẹt đó đây ấy giống ban này tha khăn pe lại nè tầng ở kia toàn đăng thả lạt phao luôn anh viên đằng từ bán trong khăn rắm cứ hot nơi khăn nơi khăn cạn ní phô chu khăn lớn ní cứ ở rắm nè tầng ở kia cứ thắt stress mỏng hot nơi khăn mỏng mơ mở mình nhảy ní quạt thường một lần chu hay quạt sờ lần mơ pe để đua nè chẳng ban này tha cà long máu nè tầng ở kiaประกาศជាខកខាននៅអាកាសខ្លះដែលវាធ្វើឲ្យខាតបង់ប៉ុន្តែនៅក្នុងនេះគឺគេនិយាយថាកុំឲ្យអស់សង្ឃឹមឬកុំឲ្យបាក់ទឹកចិត្តអីពីព្រោះអ្នកទាំងអស់គ្នាខាតបង់ទៅខ្លះមែនតែនៅមានពេញដែលនៅសេសសល់3ទៀតដែរតាវាដួលអត់តែ2ទេអញ្ចឹងអាការខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នាអ្វីដែលវាខាតបង់ទៅហើយទុកថាវាមិនមែនជារបស់ទ្រព្យយើងទៅអញ្ចឹងយើងត្រូវធ្វើនៅអ្វីដែលយើងអាចធ្វើបាននៅក្នុងដៃដើម្បីឈ្មោះទៅរកជោគជ័យមួយដែលយើងចង់បានទៅកុំម្ល៉េះអវល់គិតអារឿងដែលវាខាតបង់អវល់តែគិតរឿងសោកស្ដាយហ្នឹងអ្នកទាំងអស់គ្នានឹងបាក់ទឹកចិត្តឬក៏អស់កម្លាំងចិត្តនៅក្នុងការធ្វើបន្តណាហើយនេះឃើញឯស្លឹកតាតនេះច្បាស់ណាស់គឺអ្នកទាំងអស់គ្នាត្រូវប្រើភាពស្ងប់ស្ងាត់មនុស្សម្នាក់នេះគឺមានញៀនណាមានញៀនពិសេសចឹងអ្នកទាំងអស់គ្នាគឺជាមនុស្សដែលមានអ្នកតាមថែសារអ្នកតាមថែសារអ្នកទាំងអស់គ្នាចង់ប្រាប់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាជឿជាក់ទៅលើធម៌ពលចិត្តខាងក្នុងរបស់អ្នកទាំងអស់គ្នាហើយនឹងជឿជាក់ទៅលើអ្នកតាមថែសារដែលគាត់ជួយអ្នកទាំងអស់គ្នាបន្ថែមពីលើទៀតប្រសិនបើអ្នកទាំងអស់គ្នាមានគម្រោងធំអ្វីឬក៏ផែនការអីមួយយ៉ាងអ្នកទាំងអស់គ្នាត្រូវលាក់ទុកឲ្យស្ងប់ស្ងាត់អ្នកទាំងអស់គ្នាកុំអាននិយាយប្រាប់អ្នកដទៃភាពរក្សាភាពស្ងប់ស្ងាត់ការសម្ងាត់នៅក្នុងខ្លួនឯងហ្នឹងវាអាចជាលទ្ធផលល្អពីព្រោះអីធម៌ពលរបស់អ្នកទាំងអស់គ្នាគឺអត់អាចជះឲ្យអ្នកទាំងអស់ឲ្យអ្នកនៅជុំវិញខ្លួនឬក៏អ្នកណាម្នាក់ដឹងបានទេពីព្រោះអីទី1វាអាចនឹងមានគេមានកំណត់មិនល្អលើអ្នកទាំងអស់គ្នាគេអាចនឹងបង្អាក់ដំណើរទី2គឺគេហៅថារាសីរបស់គេគឺអាចវារាំងស្ទះដំណើររបស់អ្នកទាំងអស់គ្នាហើយនឹងមួយទៀតអ្នកទាំងអស់គ្នាត្រូវរក្សាភាពស្ងប់ស្ងាត់នឹងទុកក្នុងចិត្តខ្លួនឯងគម្រោងមិនថាគម្រោងតូចគម្រោងធំទេតែខ្ញុំមើលទៅមិនមែនគម្រោងតូចតាចទេគម្រោងធំបានជាមានរូបនេះចេញមកគឺចង់អ្នកថែសារនេះចង់ប្រាប់ថាកុំនិយាយប្រាប់ឲ្យគេដឹងទោះបីជាអ្នកស្និទ្ធស្នាលរបស់អ្នកទាំងអស់គ្នាក៏ដោយឬត្រាតែដៃគូអ្នកទាំងអស់គ្នាផ្ទាល់ដៃគូក្នុងគ្រួសារគឺយើងមិនអាចលាក់បាំងបានប៉ុន្តែបើចេញតាពីហ្នឹងគឺអត់និយាយអីទាំងអស់ហើយអ្នកទាំងអស់គ្នាត្រូវធ្វើនៅក្នុងទម្រង់បែបនេះជារហូតពីព្រោះអ្នកទាំងអស់គ្នាមានធម៌ពលមួយយ៉ាងបើឲ្យគេដឹងគម្រោងហ្នឹងច្រើនតែបរាជ័យចឹងនៅពេលដែលជួបរឿងអីមួយអ្នកទាំងអស់គ្នានឹកឃើញចំណុចហ្នឹងទៅហើយឃើញអ្នកទាំងអស់គ្នាមានអារម្មណ៍ភ័យខ្លាចខ្លួនឯងមានការពិបាកខ្លាចខ្លួនឯងខ្វះខាតប៉ុន្តែមានរុក្ខនៅខាងលើអ្នកតាមថែសារចង់ប្រាប់ថាការបើកចំហនៅការទទួលជំនួយនៅតែមានបើសិនជាអ្នកទាំងអស់គ្នារុលទៅរកឬក៏អ្នកទាំងអស់គ្នាចង់ឈានជើងទៅធ្វើដោយការសុំការជំនួយពីគេគឺនៅតែមានឱកាសខ្ពស់អញ្ចឹងអានេះខ្ញុំគ្រាន់តែមើលឃើញនៅតាមស្លឹកកាតទេណាហើយនៅក្នុងស្លឹកកាត The Chariot នេះបានន័យថាអាគម្រោងការភាពជោគជ័យដែលអ្នកទាំងអស់គ្នាកំពុងតែចង់បានណាតន្ទឹងនេះវាកំពុងមកតាមផ្លូវឯងវាកំពុងធ្វើដំណើរឯងឃើញទេមិនមែនសកម្មភាពនៅនឹងទេទោះបីជាឥឡូវអ្នកទាំងអស់គ្នាមើលអត់ឃើញលទ្ធផលអីទេដូចជាស្ងប់ស្ងាត់តែមិនមែនស្ងប់ទេវាកំពុងតែមានសកម្មភាពឯងគ្រាន់តែលទ្ធផលនឹងវាអត់ទាន់ដល់ដៃអ្នកទាំងអស់គ្នាឲ្យឃើញអញ្ចឹងហើយបានថាអាលៀបធំហ្នឹងវាចិត្តធ្លាក់ដល់ដៃហើយវាចិត្តបានទទួលលទ្ធផលពិតឲ្យឃើញនឹងដៃហើយនេះគឺជាការឆ្លើយតបមកយ៉ាងលឿនបានន័យថាអាតំណែងឬក៏លទ្ធផលអ្វីមួយហ្នឹងវានឹងមកយ៉ាងលឿនរហ័សX1 នេះលឿនខ្លាំងណាស់សន្ទុះវាហើយនឹងមានការតំណតំណងមកអ្នកទាំងអស់គ្នាឲ្យអ្នកទាំងអស់គ្នាដឹងឬក៏ឲ្យត្រៀមខ្លួនរៀបចំស្អីគឺពេលខ្លះគឺអ្នកទាំងអស់គ្នាអត់ស្មានទេពួកអីស្ងាត់ស្រាប់តែមកលឿនហ្មងហើយវាការងារវាមកព្រមគ្នាទៀតអញ្ចឹងបានខ្ញុំនិយាយថា
លាបធំហ្នឹងវាចិត្តធ្លាក់ដល់ដៃអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នានឹងត្រូវបានមានការទទួលស្គាល់ឬក៏បើកបង្ហាញឲ្យគេឯងឃើញពីសមត្ថភាពរបស់អ្នកទាំងអស់គ្នាបើនិយាយពីសមិទ្ធផលនៅក្នុងការងារវិញគឺអ្នកទាំងអស់គ្នានឹងទទួលបានផ្លែផ្កាដោយចេញពីកម្លាំងយុទ្ធឈាមរបស់អ្នកទាំងអស់គ្នាផ្ទាល់ហើយអ្នកទាំងអស់គ្នាអាចនឹងមានការសហការគ្នាជាមួយនឹងគេនៅក្នុងការប្រកបអាជីវកម្មអីណាមួយណាដែលនឹងទទួលបានលទ្ធផលពិតនឹងដៃហ្មងណានឹងគឺជាតំណែងអ្វីដែលអ្នកទាំងអស់គ្នាតែងតែទន្ទឹងរង់ចាំវាឱកាសហ្នឹងគឺវាមកដល់ហើយវាប៊ីសមែនតែនហ្មងណាចេញអេកអវ័ននេះគឺវាលឿនខ្លាំងណាហើយនេះឃើញហ៎បំណងប្រាថ្នាក្តីសុបិននឹងបានសម្រេចអ្នកទាំងអស់គ្នានឹងចាប់ផ្ដើមសប្បាយរីករាយឃើញមាននៅក្នុងរូបនេះគឺមានអាហារហូបចុកឆ្ងាញ់សប្បាយរីករាយដូចថាមានលុយមានកាក់ចង់ទិញអីក៏បានគ្រប់ពេងទាំងអស់គឺពេញទាំងអស់សិតតែរបស់ញ៉ាំឆ្ងាញ់ចឹងនៅពេលដែលអ្នកទាំងអស់គ្នាឆ្លងផុតអាពិបាកនេះអាជួលលឿននេះគឺពិបាកខ្លាំងខ្ញុំដឹងថាសម្ពាធផ្លូវចិត្តមិនស្រាលហ្មងនេះរាំងស្ទះការខកចិត្តដែលមានអារម្មណ៍ថាខ្លួនឯងខាតបង់នៅឱកាសបាត់បង់នៅអ្វីខ្លះទៅក៏មានអាការព្រួយបារម្ភខ្លាចខ្លួនឯងមិនមែនព្រួយបារម្ភខ្លាចទេគឺថាកំពុងតែខ្វះខាតតែម្ដងឥឡូវហ្នឹងកំពុងតែខ្វះខាតនៅក្នុងពេលហ្នឹងអ្នកទាំងអស់គ្នាគឺត្រូវបានអ្នកតាមថែរក្សាគាត់ប្រាប់ទៀតថាបើសិនជាត្រូវការជំនួយឲ្យតែអ្នកទាំងអស់គ្នាត្រូវការគឺអាចជំនួយហ្នឹងវាចាំបើកទ្វារចំហទេជាឱកាសទេតែអ្នកទាំងអស់គ្នានៅស្ទាក់ស្ទើរអត់ហ៊ានទៅរកប៉ុន្តែគឺអាចបានបើសិនជាពឹងពាក់ហើយតំណែងហ្នឹងក៏វាមកលឿនដែរអញ្ចឹងខ្ញុំធ្វើការសរុបបន្ថែមហើយអ្វីដែលបានមកគឺវាមិនមែនបានមកទេគឺថាបានមកពីការប្រឹងប្រែងបើទោះជាអ្នកផ្សេងគេមើលមកគេឃើញថាអ្នកទាំងអស់គ្នាដូចធម្មតាសភាពមានអីហងធម្មតាតែមិនមែនធម្មតាទេអ្នកទាំងអស់គ្នាប្រឹងចង់ដាច់តសៃកូនណាមិនមែនប្រឹងធម្មតាចេញសិលកាតនេះមកគេមើលមកថាដូចអីស្អីនេះទាំងអស់គ្នាមានសំណាងម៉ែបានទទួលមកយ៉ាងស្រួលម៉ែអត់ស្រួលទេអ្នកទាំងអស់គ្នាមិនមែនស្រួលទេនៅក្នុងនឹងមានសម្ពាធផ្លូវចិត្តអីផងការបបាគេក៏មិនសូវលក់ការទុកច្រើនប៉ុន្តែអ្នកទាំងអស់គ្នាមានអ្នកតាមថែរក្សាមែនបើសិនជាអ្នកណាដែលគាត់មានគ្រូសំណុំសេវាអីពីកណើតអីអញ្ចឹងណារៀបចំឲ្យគេអ្នកទាំងអស់គ្នាកាន់តែគេជួយមកថែមទៀតអញ្ចឹងណាហើយហ្នឹងហើយមើលទៅអ្នកទាំងអស់គ្នាអត់សូវគេមើលទៅដូចអត់ពុះកញ្ជ្រោលប៉ុន្តែតាមពិតខាងក្នុងគឺព្យាយាមខ្លាំងណាស់តែរំតែបានភាពជោគជ័យមកដល់ដៃហ្នឹងអ្នកទាំងអស់គ្នាស៊ូខ្លាំងក្រាញ់ញនាលហ្មងហើយគេមើលអត់ដឹងចឹងមិនថាអ្នកទាំងអស់គ្នាមានអារម្មណ៍ថាឯកោពេលខ្លះព្រោះអីដូចថាប្រឹងណាតែគេសំបីតែពេលខ្លះអ្នកនៅក្នុងរង្វង់ជុំវិញខ្លួនយើងក៏គេអត់ដឹងដែរថាយើងកំពុងពិបាកប៉ុណ្ណាតែស្ថានភាពនេះគឺពិបាកខ្លាំងអូខេអញ្ចឹងខ្ញុំជួយអបអរអ្នកទាំងអស់គ្នានឹងមាននៅឱកាសលេបធំហ្នឹងវាចិត្តធ្លាក់ដល់ដៃហើយដែលសារខ្ញុំឃើញនៅស្រាកាត់អីអបវ័នអញ្ចឹងអ្នកទាំងអស់គ្នា comment ខ្លាំយក energy ហ្នឹង888គឺជាលេខធម៌ពលពិសេសស្រូបទាញលឿនហើយនឹងមួយទៀតអ្នកទាំងអស់គ្នាកុំភ្លេចចុច follow page ដើម្បីឲ្យវីដេអូរបស់ខ្ញុំហ្នឹងបានទៅដល់អ្នកដែលគេមានឧបនិស្ស័យត្រូវបានឃើញដែរហើយអ្នកទាំងអស់គ្នាផ្ទាល់នឹងបានខ្លាំយក energy ពីខ្ញុំទៅលឿនណាហើយមួយទៀតខ្ញុំក៏សូមអរគុណទៅដល់អ្នកដែលឆាតច្រើនមែនទែន Telegram និង page អញ្ចឹងខ្ញុំអធិស្ឋានសូមអភ័យទោសបើសិនជាខ្ញុំមានការឆ្លើយតបយឺតយ៉ាវអីណាពីព្រោះខ្ញុំអត់អាចមើលបានច្រើនទេក្នុងមួយថ្ងៃខ្ញុំត្រូវមើលទៅតាមដំណើរព្រោះនេះត្រូវប្រើអារម្មណ៍ដែរចំពោះអ្នកអានការផ្ទាល់ខ្លួនណាអញ្ចឹងខ្ញុំសូមនិយាយទុកជាមុនក្រែងលោការឆ្លើយតបរបស់ខ្ញុំយឺតអីដោយប្រការណាមួយហើយព្រោះថាសុខភាពខ្ញុំក៏វាអត់សូវល្អដែរអញ្ចឹងខ្ញុំធ្វើតាមដំណើររបស់ខ្ញុំអត់អាចបង្ខំទៅតាមចិត្តរបស់អ្នកទាំងអស់គ្នាបានទេអាហ្នឹងបើសិនជាមាននិស្ស័យជាមួយគ្នាគឺអាចយោគយល់គ្នាបានតាមចំណុចហ្នឹងចឹងសម្រាប់អូខេខ្ញុំមានប៉ុណ្ណឹងអស់អីនិយាយហើយបាយបាយ